ប្រាសាទតាក្របីគឺជាប្រាសាទបុរាណមួយដែលមានសារៈសំខាន់ខ្លាំងទាំងផ្នែកប្រវត្តិសាស្ត្រស្ថាបត្យកម្មនិងភូមិសាស្ត្រនយោបាយប្រាសាទនេះស្ថិតនៅលើជួរភ្នំដងរែកក្នុងភូមិសាស្ត្រស្រុកអន្លង់វែងខេត្តឧត្តរមានជ័យជាប់ព្រំដែនកម្ពុជាថៃខាងក្រោមនេះគឺជាប្រវត្តិនិងព័ត៌មានសំខាន់ៗនៃប្រាសាទតាក្របីប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 1002 ទៅ 1050 និងបន្តការកសាងក្នុងរជ្ជកាលក្រោយៗមកទៀតរចនាប័ទ្មមានលក្ខណៈអន្តរកាលរវាងរចនាប័ទ្មឃ្លៀងនិងបាពួនចំពោះសាសនាជាប្រាសាទក្នុងព្រហ្មញ្ញសាសនាឧទ្ទិសដល់ព្រះសិវៈរចនាសម្ព័ន្ធនិងលក្ខណៈពិសេសរបស់ប្រាសាទនេះសង់អំពីថ្មភុកនិងថ្មបាយក្រៀមអ្វីដែលពិសេសបំផុតនោះគឺស្វ័យមូលលឹងដែលជាលឹងធម្មជាតិដុះចេញពីផ្ទាំងថ្មភ្នំតែម្ដងខ្មែរបុរាណបានកសាងប្រាសាទគ្រប់ពីលើលឹងធម្មជាតិនេះដើម្បីគោរពបូជាដែលគេជឿថាជាកន្លែងមានបារមីស័ក្តិសិទ្ធិបំផុតទីតាំងប្រាសាទនេះស្ថិតនៅលើកំពូលភ្នំដែលផ្ដល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតនិងមានយុទ្ធសាស្ត្រខ្ពស់សម្រាប់ការពារទឹកដីឈ្មោះតាក្របីដែលយើងហៅសប្តាហ៍ថ្ងៃជាឈ្មោះដែលកើតឡើងតាមរយៈការនិទានតៗគ្នារបស់អ្នកស្រុកតាមតំបន់ភ្នំដងរែករឿងព្រេងដែលល្បីជាងគេមានពីរទម្រង់1រឿងតាដេញក្របីមានការនិទានថាកាលដើមឡើយមានបរិសម្នាក់តាបានបាត់ក្របីដ៏មានតម្លៃរបស់គាត់បានដើរតាមដានជើងក្របីឡើងមកលើភ្នំដងរែករហូតមកដល់ទីតាំងប្រាសាទនេះក៏ស្រាប់តែឃើញក្របីនោះប្រែជាថ្មភុកជាប់នឹងដីដែលអ្នកស្រុកសំដៅលើដុំថ្មរាងដូចលឹងឬផ្ទាំងថ្មធំៗនៅទីនោះដោយសារការនឹកស្រឡាញ់និងភាពអស្ចារ្យនៃព្រឹត្តិការណ៍នោះអ្នកស្រុកក៏ហៅតំបន់នោះថាប្រាសាទតាក្របី2រឿងក្របីព្រៃមានបារមីខ្លះទៀតនិទានថានៅម្ដុំប្រាសាទនោះមានក្របីព្រៃមួយភូមិដែលជាក្របីបារមីថែរក្សាព្រៃភ្នំមានព្រានព្រៃម្នាក់ព្យាយាមតាមចាប់ក្របីមេភូមិប៉ុន្តែពេលដេញមកដល់ប្រាសាទក្របីនោះក៏បាត់ដានសូន្យឈឹងបន្សល់ទុកតែសំណង់ប្រាសាទថ្មដ៏ស្កឹមស្កៃធ្វើឲ្យអ្នកស្រុកជឿថាជាកន្លែងស័ក្តិសិទ្ធិរបស់តាក្របីវិចារបារមីដែលតាមថែរក្សាក្របីទោះបីជាឈ្មោះតាក្របីជាឈ្មោះសម័យក្រោយប៉ុន្តែវាបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តសាសនារបស់អ្នកស្រុកនិងកងទ័ពដែលឈរជើងនៅទីនោះគេជឿថាបារមីតាក្របីខ្លាំងពូកែណាស់ជួយថែរក្សាទឹកដីនិងផ្ដល់សេចក្តីសុខដល់អ្នកដែលគោរពបូជាជារួមប្រាសាទនេះគឺជាចំណុចប្រសពរវាងប្រវត្តិសាស្ត្រពិតការគោរពព្រះសិវៈក្នុងសម័យអង្គរនិងជំនឿប្រជាប្រិយរឿងព្រេងតាក្របីដែលធ្វើឲ្យវាក្លាយជាបេតិកភណ្ឌខ្មែរដ៏មានមន្តស្នេហាបំផុតមួយដែលតាមបណ្ដោយព្រំដែនសារៈសំខាន់ក្នុងសម័យធំនចំនួនព្រំដែនប្រាសាទតាក្របីបានក្លាយជាចំណុចក្តៅនៃចំនួនប្រដាប់អាវុធរវាងកម្ពុជានិងថៃកាលពីអំឡុងឆ្នាំ2011បច្ចុប្បន្នក្រោមការគ្រប់គ្រងនិងការពារយ៉ាងម៉ឺងម៉ាត់ពីកងទ័ពនិងរាជរដ្ឋាភិបាលកម្ពុជាប្រាសាទនេះស្ថិតនៅខុនដែនអធិបតេយ្យភាពរបស់ខ្មែរពេញលេញដោយសារវិបត្តិផ្ទៃក្នុងសៀមបានធ្វើឲ្យពួកគេបន្តមិនអាចខ្មែរបានសុខបច្ចុប្បន្នភាពនៃប្រាសាទតាក្របីយើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថាអាចចង្រៃពុទ្ធសាសនាទូកទៀតបានចាប់ប្រាសាទតាក្របីធ្វើជាចំណាត់ខ្មាំងនយោបាយប៉ុន្តែទោះជាយ៉ាងណាក៏ដោយការដាក់សម្ពាធរបស់ពួកគេមិនបានធ្វើឲ្យខ្មែរបែកបាក់នៅពេលនេះទេពួកយើងសុទ្ធតែបានដឹងនឹងយន្តពីប្រវត្តិសាស្ត្រតាំងពីដើមមកហើយពួកចចង្រៃស្រពុយនេះវាបានឲ្យតែខ្មែរយើងបែកបាក់ផ្ទៃក្នុងនិងធ្វើទុកបុកម្នេញខ្មែរបន្តទៀតយើងនៅតែទន្ទេញពាក្យសាមគ្គីភាពជឿជាក់លើវីរៈកងទ័ពនៃរដ្ឋាភិបាលយើងជានិច្ចដើម្បីវិញជាទ្រង់មួយកម្ចាត់អាចចង្រៃនេះចេញពីកម្ពុជារបស់កម្ពុជាយើងប្រាសាទតាក្របីមិនត្រឹមតែជាកេរដំណែលសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេប៉ុន្តែវាក៏ជាវិញ្ញាណនៃការការពារបូរណភាពទឹកដីរបស់ពុទ្ធបុរសខ្មែរដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយផងដែរ